កុំបោះបង់បន្តដំណើររបស់អ្នកជីវិតគឺជាដំណើរដែលពោរពេញដោយការឡើងចុះការឈ្នះនិងការលំបាកទើបជារឿងប្រសើរមានពេលដែលអ្នកមានអារម្មណ៍ថាបាត់បង់ទិសដៅអស់កម្លាំងនិងស្ទាក់ស្ទើរប៉ុន្តែសូមចងចាំថារាល់បញ្ហានិងការលំបាកដែលអ្នកជួបប្រទះគឺជាឱកាសឲ្យអ្នកក្លាយជាមនុស្សដែលខ្លាំងនិងឆ្លាតវៃជាងមុនផ្លូវទៅរកជោគជ័យមិនងាយស្រួលទេប៉ុន្តែការតស៊ូនឹងនាំឲ្យអ្នកទទួលបានរង្វាន់ដ៏អស្ចារ្យនៅពេលអ្នកមានអារម្មណ៍ថាចង់បោះបង់សូមចងចាំអំពីមូលហេតុដែលអ្នកបានចាប់ផ្ដើមក្តីសុបិនគោលដៅនិងអនាគតរបស់អ្នកអាស្រ័យលើអ្នកមិនថាអ្នកដួលប៉ុណ្ណាសូមឈរឡើងវិញជានិច្ចរាល់ជំហានដែលអ្នកដាក់ទោះបីតូចក៏ដោយនឹងនាំអ្នកឲ្យជិតសម្រេចគោលដៅរបស់អ្នកបញ្ហាមិនស្ថិតស្ថេរឡើយហើយការលំបាកក៏ដូចគ្នាដែរអ្វីដែលសំខាន់បំផុតគឺការប្រឹងប្រែងជឿជាក់លើខ្លួនឯងជឿទុកចិត្តលើដំណើររបស់អ្នកហើយកុំឈប់គិតខំដើម្បីឆ្ពោះទៅរកអ្វីដែលល្អប្រសើរការខិតខំរបស់អ្នកនឹងបានផលនៅថ្ងៃណាមួយអ្នកនឹងមើលត្រឡប់ក្រោយដោយមានមោទនភាពថាអ្នកមិនធ្លាប់បោះបង់ឡើយបន្តទៅមុខជោគជ័យកំពុងរង់ចាំអ្នក